សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញរបៀបធ្វើសាប៊ូដុំបែបធម្មជាតិវិធីធ្វើងាយបងប្អូនគ្រាន់តែមានមេសាប៊ូដុំដែលគេហៅថា glycerin ហើយនឹងគ្រឿងផ្សំធម្មជាតិដែលបងប្អូនមាននៅក្នុងផ្ទះស្រាប់ឬក៏អាចទិញនៅផ្សារបានថ្ងៃនេះខ្ញុំមកបង្ហាញរបៀបធ្វើសាប៊ូដុសខ្លួនចាកម្ចាត់ក្លិនមិនល្អក្លិនសាក្លិនខ្លួនអីចាធ្វើឲ្យស្បែកភ្លឺថ្លាទន់រលោងចាបងប្អូនគ្រាន់តែមើលវីដេអូនេះបងប្អូននឹងអាចធ្វើដោយខ្លួនឯងចាវិធីធ្វើងាយស្រួលចាចំណាយលុយតិចអាចដុសបានទាំងគ្រួសារគ្រឿងផ្សំទាំងអស់នេះខ្ញុំមាននៅដាំនៅផ្ទះស្រាប់ចានេះខ្ញុំមកធ្វើវីដេអូបង្ហាញបងប្អូនទស្សនានេះមានដូចជាកតុយក្រពើជីនាងវងចាខ្ញុំបេះនៅផ្ទះខ្លួនឯងនេះដើមជលពេជ្រចាហើយនេះកាជៀកជ្រូកចាដើមជាជ្រូកអានឹងមានជាតិប្រហើរហើយខ្ញុំយកវាមកលាងទឹកឲ្យស្អាតចាដើម្បីធ្វើសាប៊ូរបស់យើងប្រទាលទុយពើបងប្អូនលាងទឹកឲ្យស្អាតហើយចិតសម្បកចេញចាហើយយកតែជែលខាងក្នុងចាកោសវាឲ្យស្អាតហើយដាក់វាម្លែកជីនាងវងលាងទឹកឲ្យស្អាតចាហើយចិតវាជាចំណិតតូចចាដើមជលពេជ្រចាបេះតែស្លឹកវាហើយហាន់វាជាចំណិតតូចចាទុកម្លែកនេះស្លឹកកាជៀកជ្រូកចិត្តវាចំណិតតូចចាដើម្បីយកទៅក្រឡុកចាដាក់ក្រឡុកចូលគ្នានេះបងប្អូនដាក់ទឹកតែបន្តិចបានហើយខ្ញុំដាក់រៀងច្រើនតិចចាអញ្ចឹងធ្វើឲ្យសាប៊ូដុំយើងរាងទន់ចាហើយយកប្រាប់ត្រង់វាឲ្យល្អចាកុំឲ្យមានកតិចអីហើយយើងកាត់សាប៊ូដុំហើយយើងមកកាត់សាប៊ូដុំយើងជាដុំតូចចាទុករំលាយវាចាគ្រឿងផ្សំសម្រាប់ធ្វើសាប៊ូមានសាជូចាខ្ញុំដាក់សាជូហើយនឹងវីតាមីន E ចាជាដំបូងយើងស្លសាប៊ូដុំយើងចាឲ្យរលាយយើងដាក់រុក្ខជាតិដែលយើងបានកិនទុកមិញហ្នឹងចាចាក់ចូលហើយកូរវាឲ្យសព្វហើយដាក់ម្សៅជូរចាដាក់បន្តិចមកចាដើម្បីកាត់ក្លិនចាកាត់ក្លិនដែលមិនល្អចាហើយនេះខ្ញុំដាក់ក្លិនម្លិះបងប្អូនចាដាក់ឲ្យវាក្អូបចាហើយខ្ញុំដាក់វីតាមីន E នេះចំនួន 3-4 គ្រាប់ចារួចយើងចាក់ចូលពុម្ពចាទុកឲ្យវាត្រជាក់ហើយចាំយើងបកវាខ្ញុំបង្ហាញនេះគឺជាសាប៊ូដុសខ្លួនណាចាអត់អាចដុសមុខបានទេដោយសារខ្ញុំដាក់ម្សៅជូរចូលម្សៅជូរវាមានជាតិកាត់វាកម្ចាត់ក្លិនមិនល្អចាជាក្លិនក្លៀកក្លិនខ្លួនអីចាដុសទៅវាបាត់ក្លិនល្អចាជំរះបានល្អបងប្អូនចង់ធ្វើសាប៊ូដុសមុខកុំដាក់ម្សៅជូរចាដាក់ជាទឹកឃ្មុំឬក៏ក្រូចឆ្មាក្រូចអាម៉ុនអីដាក់តិចបានហើយចាយើងដាក់ជាមួយប្រទាលផ្ទុយក្រពើជាមួយនឹងអង្ករក៏បានចាជាមួយនឹងម្រះឬស្តៅចាដាក់បានច្រើនមុខបងប្អូនចាអរគុណជម្រាបលា